យុវជនភូមាត្រៀមកាត់ម្រាមដៃខ្លួនឯងចោលជាជាងបម្រើរបបសឹកទីក្រុងយ៉ាន់ហ្គនចិត្តសឹងមែនយុវជនភូមាប្រាប់ថាពួកគេសុខចិត្តកាត់ម្រាមដៃចោលប៉ុន្តែមិនសុខចិត្តធ្វើទាហានបម្រើឲ្យរបបសឹកជាដាច់ខាតពួកគេថ្លែងដូច្នេះបន្ទាប់ពីរបបសឹកចាប់ផ្ដើមពង្រឹងច្បាប់កាតព្វកិច្ចយោធានិងតម្រូវឲ្យបុរសចាប់ពីអាយុ18ដល់35ឆ្នាំនិងនារីអាយុចាប់ពី18ដល់27ឆ្នាំត្រូវតែធ្វើទាហាន2ឆ្នាំយ៉ាងតិចសូម្បីតែដុកទ័រក៏ត្រូវធ្វើជាពេទ្យទាហានដែរថ្ងៃនេះអ្នកនាំពាក្យភូមាអំពាវនាវឲ្យអតីតយុទ្ធជនដែលចូលនិវត្តន៍ទៅហើយសូមវិលត្រឡប់មកកាន់អាវុធសាជាថ្មីដើម្បីវាយប្រហារទល់នឹងពួកបះបោររបបសឹកមិនប្រកាសជាចំហថាខ្លួនមានកម្លាំងយោធាប៉ុន្មាននិងមានអាវុធយុទ្ធភ័ណ្ឌប៉ុន្មានទេប៉ុន្តែអ្នកវិភាគនិងក្រុមអ្នកកាត់ទោសយល់ថាពួកយោធាពិបាកជ្រើសរើសទាហានថ្មីដើម្បីបញ្ជូនទៅសមរភូមិមុខអញ្ចឹងហើយបានជាពួកគេតម្រូវឲ្យបុគ្គលិកយោធាដែលមិនមែនជាទាហានសកម្មក៏ត្រូវតែកាន់កាំភ្លើងចេញច្បាំងដែររបបសឹកដាក់ផែនការជ្រើសរើសទាហានថ្មីចំនួន5000នាក់នៅខែមេសាដូច្នេះការចាប់ទាហានអាចនឹងកើតមានហើយនៅពេលនោះបើសិនជាមានការកិច្ចវេះពួកយុវជនក្មេងៗកំពុងតែជំនុំគ្នាមិនដឹងថាត្រូវទៅតាមច្រកណាជំរើសនីមួយៗដែលមាននៅក្នុងដៃសុទ្ធតែគ្មានអនាគតល្អដូចគ្នាប៉ុន្តែនៅក្នុងចំណោមនោះក៏មានអ្នកខ្លះសម្រេចចិត្តរួចហើយថាទោះជាក្នុងកលៈទេសៈណាក្តីពួកគេមិនអាចច្បាំងទល់នឹងក្រុមបះបោរនៅក្នុងព្រៃដែលពួកគេធ្លាប់គាំទ្រពីមុនមកថ្មីនេះសារព័ត៌មាននីកេរបស់ជប៉ុនបានសាកសួរយុវជនភូមាមួយចំនួនដើម្បីចង់ដឹងថាតើពួកគេគិតដើរទៅតាមច្រកណាបើច្បាប់កាតព្វកិច្ចយោធាចាប់ផ្ដើមអនុវត្តបែបនេះយុវជនខ្លះប្រាប់ថាពួកគេត្រៀមទៅចោះចូលខាងក្រុមបះបោរអ្នកខ្លះទៀតប្រាប់ថាពួកគេនឹងបង្ករបួសស្នាមឬធ្វើឲ្យមានពិការភាពដែលបាត់បង់សមត្ថភាពប្រយុទ្ធនារីវ័យក្មេងរបស់ភូមាឥឡូវនេះក៏ឡើងគិតច្រើនដែរមើលតែបរោះណារៀងទំនងពួកគេសុខចិត្តរៀបការជាមួយគ្រាន់បើជាងបម្រើរបបសឹកយុវជនប្រុសៗខ្លះគិតចង់ទៅបួសឬរត់ទៅប្រទេសដទៃទៀតអ្នកខ្លះកូនគេអ្នកធូធាប្រហែលជាមិនអីទេអាចមានលុយសោកប៉ាន់អ្នកជ្រើសរើសទាហានអ្នកខ្លះមានពួកម៉ាក់ស្រកគ្នាប្រាប់ថាពួកគេត្រូវតែឆ្លៀតឆ្លងប្រមូលលុយកាក់សោកពួកទាហានដើម្បីរួចផុតពីកាតព្វកិច្ចនេះសម្រាប់អ្នកក្រមានតែទៅបួសឬធ្វើឲ្យខ្លួនឯងមានពិការភាពគេមិនដឹងថាតើរបបសឹកនឹងមានវិធានការបែបណាទៀតចំពោះអ្នកចង់បួសបើបណ្ដោយឲ្យបួសតាមចិត្តប្រកាសជារត់ទៅបួសគ្មានសល់ទេអ្នកស្ទង់មតិទាំងនោះមានតែ10%ប៉ុណ្ណោះដែលសុខចិត្តបំពេញកាតព្វកិច្ចយោធាយុវជនម្នាក់ប្រាប់ថាបើគេចាប់គាត់ធ្វើទាហានគាត់គ្មានជំរឿអ្វីក្រៅពីធ្វើតាមគេបញ្ជាទេព្រោះម្យ៉ាងគ្មានលុយគ្មានកាក់សម្រាប់សុខប៉ាន់គេនិងម្យ៉ាងទៀតបើຕົកជាចង់រត់គេចក៏មិនដឹងរត់ទៅណាគាត់ថានៅពេលទាល់ច្រកខ្លាំងគាត់នឹងចុចកន្លឹះក្របបែកសម្រាប់ខ្លួនឯងតែម្ដងនិស្សិតម្នាក់អាយុ20ឆ្នាំប្រាប់ថាគាត់សុខចិត្តធ្វើទាហានមួយគ្រាសិននៅពេលគេបញ្ជូនគាត់ទៅសមរភូមិមុខគាត់នឹងបង្ហោះដំណើរទៅចុះចូលជាមួយពួកបះបោរតែម្ដងគាត់មានមិត្តភ័ក្តិស្គាល់គ្នាស្រាប់នៅក្នុងក្រុមបះបោរបុរសម្នាក់ទៀតនៅក្នុងទីក្រុងយ៉ាន់ហ្គនលេងចាស់ដៃជាងគេគាត់ថាបើគេចាប់ទាហានដល់ស្រុកភូមិរបស់គាត់សុខចិត្តកាត់ម្រាមដៃខ្លួនឯងចោលដល់ពេលឃើញដាច់ម្រាមខ្លះពួកគេលែងហ៊ានបង្ខំឲ្យធ្វើទាហានតទៅទៀតហើយព្រោះមិនអាចកាន់កំភ្លើងកើតអ្នកខ្លះទៀតប្រាប់ថាពួកគេសុខចិត្តធ្វើទាហានខាងរបបសឹកដើម្បីងាយស្រួលធ្វើជារនុកក្នុងឬខ្មាំងស៊ីរូងផ្ទៃក្នុងដើម្បីយកការសម្ងាត់ទៅឲ្យពួកបះបោរសូមជម្រាបថានៅក្នុងដំណាក់កាលចុងក្រោយនេះមិនថាតែយុវជននៅលាវទេសូម្បីតែអ្នកមានគ្រួសារហើយអ្នកមានប្រពន្ធកូនរួចហើយក៏ដេកភ័យដែរដរាបណាអាយុរបស់ពួកគេត្រូវបំពេញកាតព្វកិច្ចយោធា